ញ៉ាំគាំទ្រខ្ញុំបានសួនចម្រើនចាំងបានគេហទំព័រ CHR TV Online សូមប្រកាសគាំទ្រលោកផាញ់វណ្ណាដែលបានផ្សព្វផ្សាយព័ត៌មានទៅលើបណ្ដាញទំនាក់ទំនងសង្គមតាក់ទិនទៅនឹងបុគ្គលជាមន្ត្រីកងរាជអាវុធហត្ថម្នាក់គឺលោកឧត្តមសេនីយ៍ត្រីស័ក្តិសារាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះដែលបានផ្សព្វផ្សាយព័ត៌មានទៅលើបណ្ដាញសង្គមការពារធនធានធម្មជាតិការពារសម្បត្តិរនគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាគេហទំព័រសារព័ត៌មានកាតព្វកិច្ចធ្វើសេចក្តីរាយការណ៍តាមការផ្សព្វផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គោរពជូនជ្រាបជាព័ត៌មាននៅភាពអសកម្មរបស់មន្ត្រីមួយចំនួនតូចដែលមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធយោងតាមខ្លឹមសារដែលផុសទៅលើបណ្ដាញទំនាក់ទំនងសង្គមតាក់ទិនទៅនឹងលោកតាន់កឹមសួរយោងសេចក្តីសម្រេចស្តីពីការបង្កើនក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ206/2025ចុះថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025របស់មេបញ្ជាការកងរាជអាវុធហត្ថនាយឧត្តមសេនីយ៍សៅសុខាយើងខ្ញុំសូមគាំទ្រទាំងស្រុងយោងខ្លឹមសាររបស់លោកផាញ់វណ្ណៈតាក់ទិនទៅនឹងបុគ្គលដែលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថគឺលោកឧត្តមសេនីយ៍ត្រីស័ក្តិសារាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះនាពេលបច្ចុប្បន្នសូមថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យថាតើពិតដូចការលើកឡើងរបស់លោកផាញ់វណ្ណៈដែរឬទេដោយឡែកយើងខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាជួយពន្យល់បន្ថែមពីការចេញញត្តិថ្កោលទោសមកលើលោកផាញ់វណ្ណៈការរិះគន់របស់លោកផាញ់វណ្ណៈក្នុងនាមជាអ្នកសារព័ត៌មានទៅលើលោកឧត្តមសេនីយ៍ត្រីស័ក្តិសារាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះយោងតាមខ្លឹមសាររបស់លោកតាន់កឹមសួរក្នុងនាមជាប្រជាពលរដ្ឋការពារធនធានធម្មជាតិការពារសម្បត្តិរនគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅក្រោមដំបូលសន្តិភាពតែប្រសិនបើលោកផាញ់វណ្ណៈប្រើពាក្យពេញធ្វើឲ្យប៉ះពាល់ទៅលើស្ថាប័នរនគួរតែក្រសួងនិងស្ថាប័នពាក់ព័ន្ធចេញសេចក្តីប្រកាសឲ្យលោកផាញ់វណ្ណៈកែតម្រូវអង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមមេត្តាយោគយល់ដោយក្តីអនុគ្រោះចំពោះពាក្យសម្ដីក្នុងនាមជាអ្នកសារព័ត៌មានរបស់លោកផាញ់វណ្ណៈដែលបានផ្សាយទៅលើបណ្ដាញសង្គមតាក់ទិនទៅនឹងរឿងបុគ្គលមិនមានចេតនាណាមួយធ្វើឲ្យប៉ះពាល់ទៅលើស្ថាប័នរដ្ឋឡើយអាស្រ័យដោយបានជម្រាបជូនខាងលើការចេញញត្តិគាំទ្រលោកផាញ់វណ្ណាផ្ដោតទៅលើធម្មនុញ្ញច្បាប់នៃរបបសារព័ត៌មានតែប៉ុណ្ណោះសូមឯកឧត្តមនាយឧត្តមសេនីយ៍ទទួលនៅការគោរពពីខ្ញុំបានយើងខ្ញុំណាខ្ញុំសូមនិយាយបន្តបើក្នុងករណីរកឃើញមន្ត្រីមានការពាក់ព័ន្ធកងកម្លាំងប្រអាវុធមានការពាក់ព័ន្ធណាចាប់ពីពេលនេះតទៅដល់ខ្លួនចេះឆាប់អ្នកមានលុយអ្នកមានអំណាចហើយមកជួលឲ្យមានការកន្លែងហ្នឹងបើសិនជារកឃើញទៅបីអានោះមកពីភ្នំពេញមកប្រើបានឯងដល់ទៅធ្វើបានច្បាប់ដែរបាទអាហ្នឹងមិនយើងបោះស្រាយមកព្រោះយើងនៅឲ្យខ្លាចអីអាឡំនេះខ្លាចអុកញ៉ាធ្វើតែប្រទេសរបស់គ្នាខ្លាចអីសម័យសង្គ្រាមមកយើងហ៊ានយកជីវិតទៅបដូរអីអាពេលនេះយើងទៅខ្លាចព្រោះយើងអត់មានត្រូវយកជីវិតទៅបដូរខ្លាំងបំផុតត្រឹមតែអស់សាក់ទៅលើស្មាទេឲ្យជប់គុកអត់ជប់គុកទេកុំឲ្យតែសម្លាប់ទេប៉ុន្តែបើទៅបកាពួកអាបំផ្លាញហ្នឹងខ្ញុំគិតថាប្រជាជនមកប្រទេសគេអរសាទរបើយើងជាប់គុកទេក៏មានប្រជាជនដូចគ្នាទៅតវ៉ាលើកទឹកចិត្តយើងណាចឹងតែគ្មានខ្លាចឯងត្រូវធ្វើទេពីព្រោះអីយើងឥឡូវនៅឲ្យពីណាធ្វើទៀតពីមុនយើងថាអាហ្នឹងមិនណែរបបផ្សេងអរិញណែការងារនេះជាការងាររបស់មិនក៏ពួកនោះទៅគ្រប់គ្រងប្រទេសបានមិនអានេះវាខុសចេញមិនអានេះវាខុសចុះឥឡូវយើងដាក់គ្រប់គ្រងប្រទេសហើយយើងទៅចង់រកឲ្យអ្នកណាមកដោះស្រាយបញ្ហាទៀតមានតែយើងអ្នកធ្វើខុសក៏លើយើងត្រូវក៏លើយើងនេះមកនេះបាទអញ្ចឹងមកនេះគឺថាអត់មានមកអីដែលស្ទាក់ស្ទើរទេអ្នកណាដែលប្រឆាំងបទជារដ្ឋាភិបាលអ្នកណាដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់អ្នកហ្នឹងគឺជាអ្នកដែលក្បត់ហ្មងបាទជាមួយនឹងរាជរដ្ឋាភិបាលក្បត់ជាមួយនឹងប្រទេសជាតិហ្មងអាហ្នឹងនិយាយគ្នាច្បាស់ហ្នឹងអាហ្នឹងមិននិយាយកុំឲ្យនិយាយស្ទាក់ស្ទើរដល់ធ្វើស្ទាក់ស្ទើរទេចាប់ពោះចាប់ឲ្យចង់បកហ្មងច្បាច់បាច់ឲ្យងាប់ហ្មងចាប់ចង់បន្ទុយចាប់យើងងាប់លើបាទនាយឧត្តមសេនីយ៍ផ្កាយ4សៅសុខាបញ្ជាឲ្យចុះធ្វើអធិការកិច្ចភាពមិនប្រក្រតីរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះប៉ុន្តែមិនអាចទទួលបានឡើយនៅសម្ដីរបស់លោកផាញ់វណ្ណៈក្រោយផ្ទុះភាពចម្រូងចម្រាសពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនាយឧត្តមសេនីយ៍ផ្កាយ4សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទបានទម្លាយប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងស្រុកថាលោកបានបញ្ជាឲ្យក្រុមការងារចំពោះកិច្ចចុះធ្វើអធិការកិច្ចត្រួតពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ឧត្តមសេនីយ៍ត្រីស័ក្តិសារាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះនិងគាំទ្រ
សកម្មភាពរបស់លោកតាន់គឹមស៊ូប៉ុន្តែកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនអាចទទួលបានឡើយនៅសម្ដីរបស់លោកផែងវណ្ណៈនាយឧត្តមសេនីយ៍សៅសុខាបានចេញសេចក្តីសម្រេចពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីធ្វើអធិការកិច្ចនិងត្រួតពិនិត្យនៅសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិទូនីតិភារកិច្ចរបស់ឧត្តមសេនីយ៍ត្រីស័ក្តិសារាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះអ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសសូមបញ្ជាក់ជូនសាធារណជនថាពាក់ព័ន្ធនឹងករណីនេះនាយឧត្តមសេនីយ៍សៅសុខាបានបញ្ជាភ្លាមៗនិងឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហាខាងលើជៀសវាងមានការភ័ន្តច្រឡំរួមមានទី1អាវុធហត្ថលើផ្ទៃប្រទេសកំពុងមានចំណាត់ការស៊ើបអង្កេតលើឧត្តមសេនីយ៍ត្រីស័ក្តិសារាំងមេបញ្ជាការអាវុធហត្ថខេត្តក្រចេះហើយបើរកឃើញថាមានភាពមិនប្រក្រតីនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ទី2អាវុធហត្ថលើផ្ទៃប្រទេសមិនអាចទទួលយកពាក្យសម្ដីរបស់លោកផែងវណ្ណៈទី3អាវុធហត្ថលើផ្ទៃប្រទេសសូមកោតសរសើរលោកតាន់គឹមស៊ូដែលបានរាយការណ៍ពីបទល្មើសព្រៃឈើខ្ញុំតារាពី RTNU TV លោកស្ដាប់មើលម៉ាត់ណាក៏ប្រជាធិបតេយ្យម៉ាត់ណាក៏សិទ្ធិមនុស្សមានន័យថាប្រជាធិបតេយ្យនឹងស្ទើរតែគ្រប់ម៉ាត់ហើយជាពិសេសតាតនដិតនៅបារាំងអីហ្នឹងហើយនឹងអាតពេកអ្នកនាំពាក្យក្រមជ្រុលនិយមអីហ្នឹងម៉ាត់ណាក៏ប្រជាធិបតេយ្យដែរប៉ុន្តែនិយាយនឹងវាគួរឲ្យខ្មាស់អៀនណាគួរឲ្យខ្មាស់អៀននៅត្រង់ថាខ្លួនឯងនិយាយថាខ្លួនគោរពប្រជាធិបតេយ្យប៉ុន្តែខ្លួនឯងជាអ្នកបង្កើតរដ្ឋាភិបាលដោយខ្លួនឯងដោយមិនមានប្រជាធិបតេយ្យទេហើយប្រជាធិបតេយ្យនឹងគ្រាន់តែប្រែពាក្យក៏ដឹងដែរប្រជាធិបតេយ្យមានន័យថាការយកប្រជាជនជាធំការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតហើយអាតាតនដិតនៅបារាំងនឹងក្រុមគ្នាគាត់4-10នាក់នឹងវាបង្កើតរដ្ឋាភិបាលមានប្រជាពលរដ្ឋអាចបោះឆ្នោតឲ្យវាហើយដល់និយាយមកប្រជាធិបតេយ្យប៉ុន្តែខ្លួនឯងបង្កើតរដ្ឋាភិបាលដោយខ្លួនឯងមិនទាំងមានប្រជាជនទៅបោះឆ្នោតឲ្យផងហើយដល់អញ្ចឹងវាគួរឲ្យខ្មាស់អៀនណាស់ហើយពាក្យនេះក៏ចេះតែជឿដែរខ្ញុំកាលណាខ្ញុំបាទឆ្ងល់ដែរឆ្ងល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រហែលអ្នកនោះមិនក៏មិនគិតចំណុចហ្នឹងបាទនិយាយថាខ្លួនឯងគោរពប្រជាធិបតេយ្យខ្លួនឯងស្រឡាញ់ប្រជាធិបតេយ្យរហូតដល់ហៅខ្លួនឯងថាអ្នកប្រជាធិបតេយ្យទៅទៀតប៉ុន្តែប្រកាសពីរដ្ឋាភិបាលមានប្រជាជនណាទៅបោះឆ្នោតឲ្យវាមានប្រជាជនណាទៅបោះឆ្នោតអាក្រមជ្រុលនិយមនឹងអត់មានផងវាបង្កើតតែខ្លួនវានឹងអញ្ចឹងអានឹងស្មើនឹងចលនាគេហៅថាអង្គការចាត់តាំងឧទាមអាពួកនេះជាអង្គការចាត់តាំងឧទាមដែលប្រសិទ្ធៈពីច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់គោលនៃប្រជាណាចក្រកម្ពុជាហើយវាចេះតែនិយាយថាប្រជាធិបតេយ្យទៅកើតទាំងដែលខ្លួនឯងបង្កើតរដ្ឋាភិបាលដោយខ្លួនឯងមិនទាំងមានប្រជាពលរដ្ឋមិនណាទៅចូលរួមបោះឆ្នោតអីផងវានិយាយចឹងកើតវាធ្វើអញ្ចឹងកើតហើយលោកព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់ខ្ញុំកណ្ដាលខ្ញុំបាទហើយលោកពិចារណាមើលលោកពិចារណាមើលតើអាក្រមជ្រុលនិយមនៅក្រៅប្រទេសនឹងវាពិតជាស្រឡាញ់ប្រជាធិបតេយ្យមែនអត់បើវាប្រកាសរដ្ឋាភិបាលមិនទាំងមានប្រជាពលរដ្ឋណាទៅបោះឆ្នោតឲ្យវាផងហើយវាបង្កើតរដ្ឋាភិបាលកើតមានន័យថាវាតែងតាំងតែគ្នាវាហ្នឹងគ្នាវាប្រមាណ 4-5 នាក់ហ្នឹងវាតែងតាំងគ្នាវាអានេះធ្វើរដ្ឋមន្ត្រីក្រសួងនេះអានេះធ្វើរដ្ឋមន្ត្រីក្រសួងនេះអានេះទទួលបន្ទុកកិច្ចការនេះអានេះទទួលបន្ទុកកិច្ចការនោះវាជារឿងខ្លួនវាបោកប្រឆោតវាបន្លំភ្នែកប្រជាជនបាទបន្លំភ្នែកប្រជាជនហើយខ្ញុំបាទសោកស្ដាយដែលមានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រមាណអ្នកដែលជឿល្បិចបោកប្រាស់របស់ក្រមជ្រុលនិយមដែលដឹកនាំដោយតាតនដិតនៅបារាំងហ្នឹងវាគួរឲ្យស្ដាយណាស់បាទហើយដែលបង្កើតរដ្ឋាភិបាលខ្លួនឯងមិនទាំងបោះឆ្នោតហើយនិយាយថាខ្លួនឯងអ្នកប្រជាធិបតេយ្យទៀតគេហៅខ្លួនគេនឹងថាអ្នកប្រជាធិបតេយ្យទៀតហើយប្រជាធិបតេយ្យអញ្ចឹងប្រជាធិបតេយ្យបង្កើតរដ្ឋាភិបាលខ្លួនឯងអញ្ចឹងគ្រាន់តែពាក្យប្រជានឹងមានតែប្រជាជនអ្នកចូលរួមអត់ទៅហើយដល់ប្រជាធិបតេយ្យយកប្រជាជនជាធំមានប្រជាជនណាទៅធំជាមួយវាអាពួកនេះវាបង្កើតតែគ្នាវាបើធ្វើតែគ្នាវាបំពេញច្បាប់បាទធ្វើដូចបាយឡុកបាយឡមើលទៅអត់តំណងជាមនុស្សសោះមើលទៅមិនចំណងជាមនុស្សចាស់ទេវាដូចជាកូនក្មេងលេងបាយឡុកបាយឡចេះតែធ្វើចេះតែថាវាអត់សមតំណងហើយអ្នកជឿនឹងក៏ល្មមត្រេះរិះពិចារណាទៅបាទត្រេះរិះពិចារណាហ្មង
ត្រេះរិះពិចារណាត្រង់ថាខ្លួនឯងថាស្រឡាញ់ប្រជាធិបតេយ្យខ្លួនឯងអ្នកប្រជាធិបតេយ្យហើយទៅបង្កើតរដ្ឋាភិបាលដោយមិនមានការបោះឆ្នោតអីទាំងអស់ខុសច្បាប់រដ្ឋធម្មនុញ្ញទៅទៀតត្រង់ចំណុចនេះខ្ញុំកាលណាខ្ញុំបាទចង់បញ្ជាក់ប្រកេនព្រះថេរានុថេរៈគ្រប់ព្រះអង្គនឹងជូនលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់ថាអញ្ចេះតាមពិតទៅក្រមជ្រុលនិយមនៅក្រៅប្រទេសដែលដឹកនាំដោយតាតាន់ដិតនៅបារាំងនេះវាមានអាក្រមមួយក្រមដែលជាក្បាលម៉ាស៊ីននឹងគឺជាតាន់ដិតគឺជាមនុស្សមានទោសជាប់ខ្លួនបាទព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកត្រូវចាំចំណុចហ្នឹងចាំចំណុចថាក្បាលម៉ាស៊ីនរបស់ក្រមជ្រុលនិយមនៅក្រៅប្រទេសមានតាតាន់ដិតនៅបារាំងនិងមានក្រុមគ្នាផ្សេងទៀតដូចជាអត្តពេកអ្នកនាំពាក្យអីហ្នឹងសិតតែជាមនុស្សមានទោសជាប់ខ្លួនគេហៅតាន់ដិតអាក្រុមនេះមានទោសជាប់ខ្លួនក្រុមនេះគេហៅថាមនុស្សខុសច្បាប់ជាមនុស្សជនពីលតាក្រុមនឹងវារត់ពីស្រុកខ្មែរទៅវាខុសច្បាប់វាមានទោសជាប់ខ្លួនក្រុមនេះវាគ្មានសង្ឃឹមថាវាអាចជន់ដីស្រុកខ្មែរទៀតបានទេដោយសារវាមានទោសជាប់ខ្លួនតែហើយគ្នាវាប្រមាណអ្នកនោះសិតតែមនុស្សខុសច្បាប់សិតតែមនុស្សមានទោសជាប់ខ្លួនអញ្ចឹងដែលវាគ្មានសង្ឃឹមថានឹងវិលត្រឡប់មកស្រុកខ្មែរនឹងហើយបានជាវាប្រម៉ែប្រមូលប្រជាពលរដ្ឋផ្សេងទៀតឲ្យចូលរួមអំពើខុសច្បាប់ជាមួយវាពីព្រោះវាខុសច្បាប់រួចទៅហើយគេហៅថាមនុស្សវាអស់កែហើយសម្រាប់ប្រជាពលរដ្ឋខ្មែរបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសដែលមិនមែនជាអ្នកទោសដែរនោះរឿងអីទៅសរសែបគប់ជាមួយអាក្រុមអ្នកទោសអញ្ចឹងវានាំឲ្យខ្លួនឯងមានទោសដែរកាលណាធ្វើសកម្មភាពតាមក្រុមវាពីព្រោះក្រុមវានោះវាមិនហ៊ានចូលស្រុកនិយាយចេះវាជាអ្នកទោសអាក្រុមក្បាលម៉ាស៊ីនក្រុមជ្រុលនិយមមានតាតាន់ដិតនៅបារាំងជាដើមហ្នឹងជាក្រុមអ្នកទោសវាមិនហ៊ានចូលស្រុកទេអីចុះបងប្អូនប្រជាពលរដ្ឋខ្មែរផ្សេងទៀតដែលមិនមែនជាអ្នកមានទោសនោះទៅចូលរួមក្នុងសកម្មភាពខុសច្បាប់ជាមួយអាអ្នកមានទោសនោះធ្វើអីឲ្យនាំតែខុសខ្លួនឯងធ្វើអីបាទឲ្យនាំតែខុសខ្លួនឯងធ្វើអីអានឹងរបៀបកំដរគេដោយមិនដឹងខ្លួនណាបាទប្រយ័ត្នរឿងកំដរអាក្រុមអ្នកទោសដោយមិនដឹងខ្លួនបើសិនបងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេសដែលមិនមែនជាអ្នកទោសហើយទៅចូលរួមផ្សំគំនិតជាមួយអាអ្នកទោសអាអ្នកខុសច្បាប់អាអ្នកមានទោសជាប់ខ្លួនដោយចតាតាន់ដិតនៅបារាំងជាដើមនោះយើងនឹងមានទោសដែរវាខាតគេហៅថានាំគ្នាទៅកំដរអ្នកទោសជួនកំដរអ្នកទោសដោយមិនដឹងខ្លួនទៅទៀតមានអ្នកខ្លះលើគេថាស្រឡាញ់ប្រជាធិបតេយ្យទៅចូលរួមគេដែរទាំងដែលអាអ្នកស្រឡាញ់ប្រជាធិបតេយ្យហ្នឹងវាបង្កើតរដ្ឋាភិបាលមិនទាំងមានប្រជាពលរដ្ឋណាទៅបោះឆ្នោតឲ្យវាមកស្លឹកផងពួកហ្នឹងវាធ្វើផ្ទុយវានិយាយផ្ទុយវាធ្វើផ្សេងវានិយាយផ្សេងរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាកើតចេញពីការបោះឆ្នោតវាទៅជាអាក្រមនេះវាថាជារាជរដ្ឋាភិបាលខុសច្បាប់ប៉ុន្តែដល់វាបង្កើតរដ្ឋាភិបាលខ្លួនវាថាតំណាងឲ្យប្រជាជនតែអាពួកនឹងឈួតអញ្ចឹងតាពួកនឹងវាឈួតវាហើយខ្ញុំកាលណាខ្ញុំបាននិយាយហ្នឹងលោកតាលោកយាយព្រះមិត្តលោកអ្នកស្ដាប់លោកស្ដាប់ឲ្យលោកថ្លឹងថ្លែងមើលអាខ្លួនឯងបង្កើតរដ្ឋាភិបាលប្រកាសស្ដែងបង្កើតខ្លួនឯងមិនទាំងមានប្រជាពលរដ្ឋចូលរួមម្នាក់បោះឆ្នោតផងវាថាវាប្រជាធិបតេយ្យអ្នកប្រជាធិបតេយ្យ